សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចង់បង្ហាញបងប្អូនពីអាវមួយប្រភេទដែលបងប្អូនបានដាក់នៅលើអេក្រង់បែបនេះតែអាវនៅលើអេក្រង់គឺជាប្រភេទពណ៌សតែអាវបងប្អូនកំពុងតែដេរនេះគឺជាប្រភេទអាវពណ៌គ្រីមអាវមួយប្រភេទនេះបងប្អូនអាចពាក់ចូលរួមកម្មវិធីបុណ្យក៏បានសិក្ខាសាលាក៏បានឬក៏កម្មវិធីផ្សេងទៀតក៏បានដែរដោយសារតែពណ៌យើងអាចចូលរួមកម្មវិធីបុណ្យក៏បានដូចគ្នាផងដែរចំពោះអាវមួយប្រភេទនេះគឺយើងយូរក្នុងការដិនបងប្អូនបើសិនជារបៀបក្នុងការដេរគឺអត់សូវមានផលលំបាកឬក៏ស្មុគស្មាញច្រើនយើងអាចធ្វើបានលឿនណាបងប្អូនបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការកម្មបានដូចគ្នាផងដែរហើយថ្ងៃនេះគឺចង់បង្ហាញបងប្អូនពីរបៀបក្នុងការដេរជាទូទៅពីខាងខ្ញុំគឺយើងដេរមួយចង្ទាបងប្អូនមួយចង្ទាយើងទុកសម្រាប់ដុតឆ្អឹងណាហើយការកាត់ពុំក៏ដូចគ្នាដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចតាមដានវីដេអូ page នៅក្នុង page របស់បងប្អូនបានបងប្អូននឹងបង្ហាញពីរបៀបក្នុងការគូសពុំនិងពីវិធីក្នុងការបង្រៀនក្នុងការដេរសម្រាប់បងដែលមាននិស្ស័យឬក៏ស្រឡាញ់ផ្នែកកាត់ដេរគឺបងប្អូនអាចចូលមើល page បងប្អូនបានដោយសារបងប្អូនមានបង្រៀនពីវិធីក្នុងការកាត់ឬក៏វិធីក្នុងការដេរផងដែរវីដេអូនេះដែរបងប្អូនទើបតែចាប់ផ្ដើមបើសិនជាបងប្អូនស្រឡាញ់នឹងចូលចិត្តតាមដានការច្នៃម៉ូដឬក៏រៀនពីវិធីក្នុងការដេរកាត់បងប្អូនជួយ follow page និង share វីដេអូបងប្អូនម្នាក់មួយផងបងប្អូននឹងទទួលបានចំណេះដឹងជាច្រើននៅក្នុង page កាត់ដេរមួយនេះផងដែរបងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការដេរឬក៏បងដែលគាត់ចេះដេរហើយកំពុងតែរកការងារធ្វើបងប្អូនអាចតាក់ទងមក page នេះក៏បានឬក៏តាមលេខទូរស័ព្ទខ្ញុំនឹងដាក់ជូនបងប្អូននៅលើអេក្រង់ដើម្បីតាក់ទងហាងកាត់ដេររបស់នេះខ្ញុំគឺត្រូវការជាងដេរចំនួន2នាក់បន្ថែមបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចឆាតចុះ page ចង់ដេរជាភាគរយក៏បានស៊ីប្រាក់ខែក៏បានដូចគ្នាហើយបើសិនជាបងប្អូនគាត់ចេះដេរគាត់អាចមករៀនបន្ថែមបានដូចគ្នាខាងបងប្អូនមានទទួលបង្រៀនតម្លៃសមរម្យសម្រាប់បងដែលគាត់ចង់ចូលរៀនបង្រៀនគឺមួយចេះអាចបើកបានណាបងប្អូនហើយមានកន្លែងស្នាក់នៅទីតាំងពិតប្រាកដខ្ញុំនឹងមានវីដេអូជាច្រើនដើម្បីបង្ហាញបងប្អូននិងជាចំណេះដឹងមួយផ្នែកពាក់ព័ន្ធនឹងវិស័យកាត់ដេរនិងបង្ហាញបងប្អូនឲ្យបានច្រើនជាងនេះហើយនេះគឺជាវីដេអូលើកទី1ផងដែរសម្រាប់ page ថ្មីមួយនេះដែរបើសិនជាបងប្អូនស្រឡាញ់មេត្តាជួយ follow និងជួយ like share វីដេអូម្នាក់មួយផងមានកំហុសឆ្គងសូមអធិស្ឋានអភ័យទោសពីចម្ងាយអរគុណច្រើនសម្រាប់បងដែលមានចំណាយពេលតាមដានវីដេអូបងប្អូនហើយនឹងស្រឡាញ់នឹងចូលចិត្តរាល់ការធ្វើវីដេអូរបស់បងប្អូនអរគុណច្រើនជម្រាបលា